បាទបងប្អូនមិនដឹងជាមិនទេពេលល្ងាចគឺយើងអស់កម្លាំងមែនទេអត់ចង់ដើរប៉ុន្តែនៅពេលព្រឹកឡើងគឺស្រាប់តែមានកម្លាំងឡើងវិញដើម្បីបំពេញបេសកកម្មដើម្បីពុកម៉ែបងប្អូនដើម្បីកម្ពុជារបស់យើងហើយសូមបងប្អូនចូលរួមជាមួយគ្នាពេលឯកាមួយជំហានឈប់ប្រើផលិតផលសៀងបងប្អូនអាចចូលរួមមួយជំហាន10ជំហានឬ100ជំហានបានតាមអ្វីដែលបងប្អូនចង់ចូលរួមជាមួយគ្នាបាទអញ្ចឹងចូលរួមទាំងអស់គ្នាគ្រប់គ្រងផលិតផលខ្មែរកែច្នៃក្នុងស្រុករបស់យើងហើយឈប់ប្រើផលិតផលសៀងដើម្បីបញ្ជាក់ឲ្យពួកចៅសៀងឃើញថាយើងឈប់ចង់បានផលិតផលពួកវាទៅហើយយើងនឹងបង្កើតផលិតផលដែលជារបស់កូនខ្មែររបស់យើងបាទសូមអរគុណពុកម៉ែបងប្អូនចូលជួយគ្រប់គ្រងទាំងអស់គ្នាបាទតាមផ្លូវបងប្អូនមិនចាំបាច់អីទេគ្រាន់តែសើចញញឹមឬរាក់ទាក់អានឹងក៏ជាអ្វីមួយដែលផ្ដល់កម្លាំងចិត្តឲ្យពួកយើងបាទព្រោះថាពួកយើងធ្វើនេះគឺយើងអត់មានក្រុមអត់មានក្រុមការងារទេគឺយើងដើរម្នាក់ឯងហើយបច្ចុប្បន្នគឺខ្ញុំបានដើរ2នាក់បាទដើរ2នាក់ជាមួយនឹងបងប្រុសបាទវិន័យដែលគាត់បំពេញបេសកកម្មទៅជាដែនបាទ2រនតឯងទៅជាដែនហើយជាថ្ងៃដែលយើងដើរជាមួយគ្នាបាទមានន័យថាយើងចេញមកពីសៀមរាបកន្លែងផ្សេងគ្នាថ្ងៃជាមួយគ្នាប៉ុន្តែមកជួបតាមផ្លូវហើយក៏យើងបានដើរជាមួយគ្នាទៅហ្នឹងណាហើយសម្រាប់ពុកម៉ែបងប្អូនដែលឃើញគាត់ជួយផ្ដល់កម្លាំងចិត្តឲ្យគាត់ផងដើម្បីឲ្យគាត់បំពេញបេសកកម្មក្នុងការដើរទៅដល់ជាដែនហើយចំណែកខ្ញុំគឺខ្ញុំដើរជុំវិញបឹងទន្លេសាបបាទសម្រាប់ខ្ញុំគឺដើរជុំវិញបឹងទន្លេសាបដោយរយៈចម្ងាយចូល925គីឡូម៉ែត្របាទអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនហើយសម្រាប់ការលើកទឹកចិត្តនិងការផ្ដល់កម្លាំងចិត្តនៅតាមផ្លូវបាទអរគុណជួបគ្នានៅតាមបណ្ដាផ្លូវជុំវិញបឹងទន្លេសាបហើយបច្ចុប្បន្នគឺយើងកំពុងតែឈានចូលទៅខេត្តបន្ទាយមានជ័យហើយសម្រាប់បងប្អូនដែលនៅខេត្តបន្ទាយមានជ័យយើងនឹងជួបគ្នាឆាប់នេះបាទស្វាយប្រហែលជាអាចស្អែកនឹងដល់ហើយបាទអញ្ចឹងសូមបងប្អូនបាទចូលរួមទាំងអស់គ្នាក្នុងការពហិការឈប់ប្រើផលិតផលសៀមអរគុណគ្រប់គ្រងផលិតផលខ្មែររបស់យើង